អបអរសាទរពិធីសំណេះសំណាលនិងប្រកុលវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី1ថ្នាក់បំពន់ភាសាអង់គ្លេសនិងកុំព្យូទ័រចំនួន1360នាក់ជូនដល់និស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី1ទួលស្លែងដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ2024-2025នាថ្ងៃទី7ខែកុម្ភៈឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិធីសំណេះសំណាលនិងប្រកុលវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំទី1ចំនួនទី20និងថ្នាក់បំពន់ភាសាអង់គ្លេស EIC និង Computer CC ជូនដល់និស្សិតចំនួនទី9ចំនួន1360នាក់ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី1ទួលស្លែងក្រោមអធិបតីភាពឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតព្រមទាំងនិស្សិតស្ម័គ្រចិត្តសសយកកាយរដ្ឋជាតិកម្ពុជានិងកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិមានចំនួន1360អង្គនាក់ឆ្លៀតក្នុងឱកាសនេះឯកឧត្តមមន្ត្រីរេចន្ទធួនសាកលវិទ្យាធិការរងនិងជាប្រធានការិយាល័យសិក្សានិងស្រាវជ្រាវនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានអញ្ជើញមានមតិស្វាគមន៍និងរបាយការណ៍សង្ខេបជូនដល់អង្គពិធីទាំងមូលក្នុងកម្មវិធីនេះក៏មានការបង្ហាញចំណាប់អារម្មណ៍របស់តំណាងនិស្សិត2រូបជាភាសាខ្មែរនិងជាភាសាអង់គ្លេសផងដែរក្នុងឱកាសនេះដែរឯកឧត្តមលីណាវុធសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានអញ្ជើញមានមតិសំណេះសំណាលនិងលើកទឹកចិត្តក៏ដូចជាសរសើរដល់និស្សិតចៅលេភីទាំងអស់សុទ្ធសឹងជាបញ្ញវន្តប្រកបដោយបញ្ញាញាណជាកម្លាំងស្នូលពោពេញដោយបច្ចេកទេសជំនាញចំណេះដឹងចំណេះធ្វើពិតប្រាកដមានសីលធម៌ល្អប្រពៃមានទំនួលខុសត្រូវនិងប្រើប្រាស់ចំណេះដឹងទៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជានិងឲ្យតម្លៃទៅលើពាក្យថាសន្តិភាពជូនដល់និស្សិតចំនួនទី20ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា2024-2025ជាចុងបញ្ចប់ឯកឧត្តមសាកលវិទ្យាធិការបានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់និស្សិតចៅលេភីទាំងអស់និងផ្ដល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនឹងថ្នាក់ដឹកនាំសាស្ត្រាចារ្យអាណាព្យាបាលនិងនិស្សិតចៅលេភីទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនោះក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែងដោយនាងខ្ញុំស៊ីរក្សាផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបBelty International University, the future of global leaders.